ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះព្រឹកនេះបន្ទាប់ពីជូនកូនទៅសាលារៀនអស់ហើយគឺខ្ញុំរៀបចំខ្លួនធ្វើដំណើរទៅផ្សារទៅរកមើលទិញរបស់របរប្រើប្រាស់ហើយផ្សារហ្នឹងគឺនៅរៀងឆ្ងាយពីផ្ទះដែរដល់អញ្ចឹងហើយគឺខ្ញុំត្រូវតែជិះឡានក្រុងទៅរាល់ដងប្តីជូនទៅអញ្ចឹងណាប៉ុន្តែភាសានេះគឺអត់ទេទៅខ្លួនឯងប្រាប់គាត់ថាមិនបាច់ជូនទៅទេគឺខ្ញុំជិះឡានទៅខ្លួនឯងតែម្ដងជិះឡានទៅខ្លួនឯងជិះឡានក្រុងហ្នឹងខ្ញុំមិនមែនអ្នកចេះបើកឡានអីទេបងប្អូនហើយនិយាយទៅបើចង់ទៅណាមកណាគឺប្តីជូនទៅរហូតប៉ុន្តែពេលខ្លះចឹងចង់ទៅម្នាក់ឯងអញ្ចឹងណាប្រាប់គាត់ថាខ្ញុំចង់ទៅម្នាក់ឯងហើយក៏គាត់ថាអូខេតែម្ដងទៅហើយឥឡូវហ្នឹងគឺកំពុងតែធ្វើដំណើរតាមផ្លូវទៅឲ្យបងប្អូននិយាយទៅព្រឹកនេះអាកាសធាតុខាងខ្ញុំល្អមែនតើអត់ត្រជាក់ពេកទេគឺល្មមតែម្ដងល្មមថាយើងចេញដើរលេងខាងក្រៅណាប៉ុន្តែបើកថ្ងៃអញ្ចឹងហើយវ៉ែនតានេះគឺខ្ញុំពាក់ការពីកម្ដៅថ្ងៃទេបងប្អូនពេលណាដែលចាំងថ្ងៃខ្លាំងអញ្ចឹងគឺខ្ញុំពាក់វ៉ែនតាខ្មៅហើយនេះឥឡូវហ្នឹងគឺមកដល់ហើយកំពុងតែដើរទៅខ្ញុំដើរទៅខាងមុខបន្តិចទៀតណាបងប្អូនព្រោះឯកន្លែងឡានក្រុងដែលឈប់ហ្នឹងនៅរៀងឆ្ងាយពីផ្សារដើរជាប្រហែលជា5នាទីទៅមុខទៀតបានដល់ឥឡូវកំពុងធ្វើដំណើរទៅហើយទៅដល់ហ្នឹងទៅរើមើលទិញស្បែកជើងមុនគេទៅរើមើលស្បែកជើងណាហើយពេលតែចូលទៅដល់ហ្នឹងទំនឹកឃើញថាខ្ញុំបានកំងស្បែកជើងគេហើយដល់អញ្ចឹងហើយគឺអត់បានទៅរើមើលអីទេទៅរើមើលស្បែកជើងផ្ទាត់តែម្ដងទៅហើយស្បែកជើងផ្ទាត់ហ្នឹងបានខ្ញុំមកគូបានពូនោះមកគូដែរហើយមុខនេះស្អាតមែនទេប៉ុន្តែខ្ញុំអត់យកទេដោយសារតែខ្ញុំមានហើយប៉ុន្តែឃើញស្អាតអញ្ចឹងក៏លើតែម្ដងទៅហើយបន្ទាប់ពីចេញពីកន្លែងស្បែកជើងនឹងហើយនិយាយទៅដើរគ្រប់តែម្ដងថ្ងៃនេះចេញពីលើហ្នឹងហើយចូលទៅមកកន្លែងទៀតគឺកន្លែងទិញរបស់របរប្រើប្រាស់ណាដូចជាសាប៊ូអីចឹងទៅហើយនេះកន្លែងនេះគឺខ្ញុំអាសាមកជាងគេដោយសារតែមកមើលក្រែមណាបងប្អូនក្រែមលាបមាត់ប៉ុន្តែមកភាសានេះគាត់យកទេដោយសារតែមានគ្រប់ពណ៌ហើយមិនថាគ្រប់ពណ៌ពណ៌ដែលយើងចង់បានហ្នឹងគឺវាមានហើយអត់ទាន់បានបកប្រើទេអញ្ចឹងអត់យកទេទិញតែរបស់របរដែលយើងត្រូវប្រើប្រាស់ណាទីហោដូចជាសាប៊ូកក់ស្អីចឹងទៅប៉ុន្តែខ្ញុំអត់បានបង្ហាញនៅក្នុងវីដេអូហ្នឹងទេហើយបន្ទាប់ពីហ្នឹងមកចេញមកទៀតណានិយាយទៅកិច្ចមិនផាត់ពីកន្លែងខោអាវទេបងប្អូនខោចូលទៅមើលខោចូលទៅលើអីចឹងទៅប៉ុន្តែមួយសារនេះគឺខ្ញុំបានខោមួយគេដែរណាប៉ុន្តែអត់បានបង្ហាញនៅក្នុងវីដេអូហ្នឹងទេដោយសារតែក្នុងវីដេអូនេះគឺពេលដែលខ្ញុំមកដល់ផ្ទះហើយខ្ញុំយករបស់របរចេញហ្នឹងផ្លិចថាខ្ញុំផ្លិចអីចេះផ្លិចបង្ហាញខោអញ្ចឹងណាហើយនេះស្បែកជើងដែលខ្ញុំទិញមកដូចបងប្អូនឃើញហ្នឹងស្រឡាញ់ជាងគេតែពណ៌ហ្នឹងទេហើយប្តីខ្ញុំបានស្បែកជើងផ្ទាត់សម្រាប់ងូតទឹកណាហើយអីដែលมันផ្លិចហ្នឹងក៏ឆ្លៀតទៅផ្សារមួយទៀតគឺផ្សារឥណ្ឌាណាបងប្អូនទៅទិញស្វាយនិយាយទៅដើមទៅថ្ងៃនេះបានច្រើនកន្លែងមែនទៅតាំងពីព្រឹករហូតដល់ម៉ោង 2:10